រឿងរុស្ស៊ីនិងផ្ដៅនៅក្នុងព្រៃមួយដ៏ធំទូលាយមានដើមរុស្ស៊ីដុះជាក្រុមធំស្ដើងតែរឹងមាំនៅក្បែរនោះមានដើមផ្ដៅតូចមួយដុះនៅក្បែរគល់ឈើធំរុស្ស៊ីតែងតែមានមោទនភាពខ្លាំងណាស់នឹងភាពស្ដើងរបស់ខ្លួនវានិយាយទៅកាន់ផ្ដៅថាមើលខ្ញុំសិនខ្ញុំស្ដើងតែរឹងមាំអាចទ្រាំនឹងខ្យល់ព្យុះបានឯងវិញសំប៉ែតតែម្ដងខ្យល់បក់ប៉ាងមកក៏ងាកទៅរកខាងនេះខាងនោះហើយផ្ដៅឆ្លើយយ៉ាងទន់ភ្លន់បាទខ្ញុំពិតជាសំប៉ែតតែការសំប៉ែតនេះធ្វើឲ្យខ្ញុំអាចយកពន្លឺថ្ងៃបានច្រើនហើយថែមទាំងអាចឲ្យសត្វល្អិតមកជ្រកកោនក្រោមខ្ញុំទៀតផងថ្ងៃមួយមានព្យុះធំជោគជ័យបក់មកយ៉ាងខ្លាំងរុស្ស៊ីដ៏ស្ដើងនោះទទួលរងខ្យល់ព្យុះយ៉ាងធ្ងន់ហើយទីបំផុតក៏ឆាប់ផ្អើលបាក់ខ្ទេចខ្ទីឯផ្ដៅវិញនៅពេលដែលខ្យល់បក់មកវាបត់បែនទៅតាមខ្យល់ហើយនៅពេលខ្យល់ស្ងប់វាក៏ឡើងត្រង់វិញផ្ដៅមិនបានខូចខាតអ្វីសោះពេលនោះឈើធំដែលផ្ដៅដុះនៅក្បែរនិយាយឡើងថាការរឹងពេញមិនតែងតែល្អទេពេលខ្លះការបត់បែនតាមស្ថានភាពទើបជាភាពខ្លាំងពិតរុស្ស៊ីរឹងខ្ជាក់បែរជាបែកបាក់ឯផ្ដៅទន់ភ្លន់តែអាចរស់រានបានយូរចាប់ពីពេលនោះមកផ្ដៅនៅតែរស់នៅដោយសុខសាន្តរហូតដល់វាផ្ដល់ផ្លែផ្កាសម្រាប់សត្វនៅក្នុងព្រៃទស្សនៈពីរឿងនេះបង្រៀនថាភាពអត់ធ្មត់និងការចេះបត់បែនតាមស្ថានភាពជាចំណុចខ្លាំងជាងការប្រឈមមុខយ៉ាងរឹងរូសភាពទន់ភ្លន់មិនមែនជាភាពទន់ខ្សោយទេតែជាភាពឆ្លាតវៃក្នុងការសម្របខ្លួន